ថ្ងៃនេះសូមអនុញ្ញាតបងប្អូនទាំងអស់គ្នាដើម្បីមកធ្វើការចែករំលែកនៅបទពិសោធន៍ចាក្នុងការចាប់ផ្ដើមអាជីវកម្មបងប្អូនទាំងអស់គ្នាបានសួរសំណួរមកនេះខ្ញុំថាតើគួរតែបន្តនៅធ្វើការឬក៏ចេញបើកអាជីវកម្មដោយខ្លួនឯងបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពចាយោងតាមបទពិសោធន៍របស់នាងខ្ញុំនឹងលើកជូនបងប្អូនទាំងអស់គ្នា4ចំណុចចាទៅតាមការអនុវត្តជាក់ស្ដែងនៅក្នុងការប្រកបកិច្ចការងារអាជីវកម្មរបស់នាងខ្ញុំចាបងប្អូនទាំងអស់គ្នាបានដឹងហើយថាចំពោះនាងខ្ញុំគឺបច្ចុប្បន្នយើងមានអាជីវកម្មចាទាំង offline ក៏នាងខ្ញុំមានហើយទាំង online ក៏នាងខ្ញុំមានអញ្ចឹងបងប្អូនដែលជាភ្ញៀវអតិថិជនរបស់ខាងនាងខ្ញុំទាំងអស់ថ្ងៃនេះយើងនឹងជំរាបជូនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានបំណងក្នុងការចាប់ផ្ដើមនៅអាជីវកម្មរបស់ខ្លួនឯងឬក៏ត្រៀមលក្ខណៈក្នុងការចេញប្រកបមុខរបរចាដែលអាចคล้ายទៅជាម្ចាស់អាជីវកម្មរបស់ខ្លួនឯងបានចាយោងតាមបទពិសោធន៍ជាក់ស្ដែងប៉ុន្តែវាជាបទពិសោធន៍ពិតរបស់នាងខ្ញុំមិនមែនចាជាទ្រឹស្ដីឬក៏អ្វីផ្សេងទេគ្រាន់តែជាការចែករំលែកតែប៉ុណ្ណោះអញ្ចឹងសូមបងប្អូនស្ដាប់ចាទាំង4ចំណុចដែលខ្ញុំនឹងលើកជូនបងប្អូនទាំងអស់គ្នានាឱកាសនេះដូចគ្នាចាសំណួរបងប្អូនត្រឡប់ទៅវិញចាសួរថាតើគួរការប្រកបមុខរបរឬក៏ធ្វើការងារហើយនឹងការចេញប្រកបមុខរបរអាជីវកម្មដោយខ្លួនឯងថាតើមួយណាល្អជាងចម្លើយចាឆ្លើយល្អឬក៏មិនល្អអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាដដែលអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចាំថាมันមានបុគ្គលណាម្នាក់ច្បាស់ជាងបងប្អូនទាំងអស់គ្នាទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការសិក្សារៀនសូត្រចំពោះខ្លួនឯងជាប្រចាំហេតុអីបានជានេះខ្ញុំបញ្ជាក់នឹងលើកនៅចំណុចនេះជូនបងប្អូនទាំងអស់គ្នាចាយោងទៅតាមបទពិសោធន៍ពិតចាអញ្ចឹងរឿងដែលបងប្អូនត្រូវធ្វើមុនគេនោះថាតើបងប្អូនទាំងអស់គ្នាមុននឹងសម្រេចចិត្តចាក្នុងការចាប់ផ្ដើមអាជីវកម្មណាមួយអ្វីដែលសំខាន់សួរថាតើបងប្អូនមានមូលដ្ឋានគ្រឹះជាមួយទៅនឹងអ្វីដែលបងប្អូនមានបំណងឬក៏ចេតនាក្នុងការចាប់ផ្ដើមហើយឬនៅបងប្អូនមួយចំនួនតែងតែថាអត់ទេអាជីវកម្មខ្លះមួយចំនួននៅពេលដែលធ្វើចាយើងនឹងទទួលបទពិសោធន៍ជាក់ស្ដែងជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើត្រឹមត្រូវបងប្អូនទាំងអស់គ្នាអត់ខុសទេប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចាំថាតើយើងត្រូវដួលហើយងើបថាតើយើងនៅមានដង្ហើមសម្រាប់ក្នុងការងើបហើយដើរទៅមុខបន្តអត់មិនមានន័យថាគ្រប់អាជីវកម្មគ្រប់ការគិតគ្រប់ការធ្វើសម្រាប់ចិត្តក្នុងការធ្វើឬចាប់ផ្ដើមនោះវាល្អចាបំផុតឲ្យដឹងយ៉ាងច្បាស់ថាជោគជ័យចាឬក៏បរាជ័យអីបងប្អូនអត់ដឹងទេពីព្រោះអីយើងជាមនុស្សយើងអត់បានដឹងថាតើអនាគតចានឹងទៅជាយ៉ាងណាទោះបីយើងដៅថាអនាគតយើងចង់បានបែបម៉េចយើងចង់ឃើញខ្លួនឯងបែបម៉េចហើយក៏ដោយចាចំណុចទាំងអស់ហ្នឹងគឺអាស្រ័យទៅលើមូលដ្ឋានគ្រឹះថាតើបងប្អូនមានមូលដ្ឋានគ្រឹះក្នុងការចាប់ផ្ដើមអាជីវកម្មដែលបងប្អូនកំពុងតែចង់ហ្នឹងកម្រិតណាដែរចាការចាប់បាននិយាយពីមូលដ្ឋានគ្រឹះនៃការចាប់ផ្ដើមអាជីវកម្មមួយនេះនោះមានន័យថាក្នុងនាមយើងជាម្ចាស់នេះខ្ញុំសូមប្រៀបធៀបបន្តិចថានៅពេលដែលយើងជាបុគ្គលិកចានៅពេលដែលយើងជាថ្នាក់ដឹកនាំឬក៏បុគ្គលិកផ្នែកណាមួយនៅក្នុងស្ថាប័នបងប្អូនទាំងអស់គ្នាគិតពិចារណាដល់ខ្លួនឯងចំណុចពីរហ្នឹងគឺខុសគ្នាត្រង់ថានៅពេលដែលយើងជាបុគ្គលិកចុងខែយើងដឹងថាអូខេយើងបានបំពេញតួនាទីភារកិច្ចឬក៏កិច្ចការរបស់ខ្លួនឯងពេញមួយខែហើយអញ្ចឹងចុងខែ 100% បងប្អូនដឹងតែទទួលបានប្រាក់ខែប្រាក់បៀវត្សដែរប៉ុន្តែបើសិនជាបងប្អូនជាម្ចាស់អាជីវកម្មបងប្អូនត្រូវចាំថាចុងខែបងប្អូនត្រូវមានលុយដើម្បីបានឲ្យបុគ្គលិកវិញនេះគឺជាចំណុចខុសគ្នាប៉ុន្តែប្រាក់ខែគឺបងប្អូនទទួលបានប៉ុណ្ណាក្នុងមួយខែដឹងតែប៉ុណ្ណឹងប៉ុន្តែបើយើងជាម្ចាស់អាជីវកម្មករណីដែលយើងចំណេញយើងអាចចំណេញច្រើនជាងប្រាក់ខែឬក៏តិចជាងទៅតាមគេហៅថាជីវិតនៃអាជីវកម្មរបស់យើងជាក់ស្ដែងអីចឹងទៅនេះគឺជាចំណុចខុសគ្នាដែលបងប្អូនត្រូវតែគិតពិចារណាបើបងប្អូនព្រមទទួលយកមានន័យថាបងប្អូនអាចដឹងថាខ្លួនឯងត្រូវដើរទៅផ្លូវណាមួយអូខេមួយវិញទៀតក្នុងនាមយើងជាបុគ្គលិកបើសិនជាបងប្អូនទទួលខុសត្រូវទៅលើផ្នែកណាមួយនៃការងារដែលបងប្អូនកំពុងតែធ្វើបងប្អូនអត់ខ្វល់ថានៅក្នុងទីតាំងកន្លែងដែលបងប្អូនកំពុងតែបំពេញការងារហ្នឹងមានការងារអីច្រើនទៀតដែលជាដង្ហើមរស់របស់គេហៅថាក្រុមហ៊ុនដែលបងប្អូនកំពុងធ្វើឯងប៉ុន្តែបើបងប្អូនជាម្ចាស់បងប្អូនត្រូវតែចេះទាំងអស់គ្រប់ផ្នែកទាំងអស់នេះហើយគឺជាតួនាទីនិងភារកិច្ចរបស់ម្ចាស់អាជីវកម្មមានន័យថាសូម្បីតែចំណុចទូចមួយនៅក្នុងអាជីវកម្មរបស់បងប្អូនគឺបងប្អូនត្រូវតែដឹងដាច់ខាតត្រូវតែដឹងហើយត្រូវតែចេះធ្វើវាទៀតចាគ្រប់បញ្ហាគ្រប់ចំណេះជំនាញដែលធ្វើឲ្យអាជីវកម្មរបស់បងប្អូនដំណើរការទៅមុខបានវាគឺជាអ្វីដែលបងប្អូនត្រូវចេះទាំងអស់
បងប្អូនត្រូវតែទទួលខុសត្រូវក្នុងការធ្វើទាំងអស់រាប់ចាត់តាំងពី cleaner ចាស់កាតរហូតទៅដល់ផ្នែកផ្សេងទៀតនៅក្នុងអាជីវកម្មរបស់បងប្អូនត្រឹមត្រូវទេបងប្អូនទាំងអស់គ្នាបានគិតដល់ចំណុចហ្នឹងអត់អញ្ចឹងហើយបានជាចំណុចទី1ដែលនាងខ្ញុំចង់លើកឡើងហ្នឹងគឺមានន័យថាបងប្អូនត្រូវតែមានមូលដ្ឋានគ្រឹះក្នុងការចាប់ផ្ដើមអាជីវកម្មរបស់បងប្អូនទាំងអស់គ្នាចាអូខេអញ្ចឹងចូលដល់ចំណុចទី2ចំណុចទី2ក្រៅពីបងប្អូនមានមូលដ្ឋានគ្រឹះហើយអ្វីដែលបងប្អូនត្រូវត្រៀមនោះគឺផែនការក្នុងការចាប់ផ្ដើមអាជីវកម្មរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងការធ្វើផែនការក្នុងការចាប់ផ្ដើមអាជីវកម្មនេះគឺសំខាន់ព្រោះបើសិនជាបងប្អូនអត់បានដឹងថាបងប្អូនត្រូវទៅកាន់ចំណុចណាចាឬក៏បងប្អូនចង់បានអីផងចឹងបងប្អូនមិនបានដឹងថាតើសកម្មភាពអីខ្លះដែលបងប្អូនត្រូវធ្វើអីចឹងការធ្វើផែនការសម្រាប់អាជីវកម្មរបស់បងប្អូនគឺសំខាន់ខ្លាំងក្នុងនាមយើងជាម្ចាស់អាជីវកម្មបើសិនជាយើងមិនបានដឹងថាតើយើងត្រូវទៅឈរនៅចំណុចណាឬក៏យើងចង់ឲ្យអាជីវកម្មរបស់យើងហ្នឹងរីកចម្រើនបានកម្រិតណាផងសួរថាតើយើងធ្វើសកម្មភាពឬក៏ដឹកនាំចាស់ក្រុមការងាររបស់យើងដើម្បីឲ្យសម្រេចបានមិនបានអត់បានទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែដាក់ការចង់បានជាមួយទៅនឹងផែនការដែលបងប្អូនគ្រោងចាសំបីតែខ្ទង់នៃការចំណាយចាការគ្រប់គ្រងចាទៅលើផ្នែកហិរញ្ញវត្ថុការគ្រប់គ្រងទៅលើផ្នែកនៃការដឹកនាំសកម្មភាពក្នុងការធ្វើគឺបងប្អូនត្រូវតែមានបងប្អូនត្រូវតែមើលឲ្យឃើញបើសិនជាបងប្អូនមើលអត់ឃើញគឺបងប្អូននឹងជួបបញ្ហាច្រើនជាងនៅពេលដែលបងប្អូនបានរៀបចំផែនការទុកជាមុនអញ្ចឹងផែនការសម្រាប់ម្ចាស់អាជីវកម្មគឺសំខាន់បំផុតត្រូវមានផែនការព្រោះមានផែនការទៅមានសកម្មភាពត្រូវចេះកំណត់ខ្លួនឯងទៀតដើម្បីឲ្យសម្រេចនៅផែនការដែលយើងបានដាក់ផែនការដែលយើងបានធ្វើចាអូខេចឹងចំណុចទី2នេះគឺផែនការអាជីវកម្មក្នុងនាមយើងជាម្ចាស់អាជីវកម្មដាច់ខាតយើងត្រូវតែមានបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាណានេះគ្រាន់តែជាចាកន្លឹះក្នុងការចែករំលែកហើយយោងទៅតាមបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំចាអនុវត្តចាថាទៅខ្ញុំគឺជាម្ចាស់អាជីវកម្មដែលមានលក្ខណៈក្មេងខ្ចីទេប៉ុន្តែឆ្លងទៅកាត់ទៅលើបទពិសោធន៍ដែលខ្ញុំបានធ្វើចាឆ្លងកាត់តួនាទីជាបុគ្គលិកចឹងខ្ញុំអាចសិក្សារៀនសូត្រពីចំណុចទាំងអស់នេះបានហើយទៅខ្ញុំយកមកអនុវត្តជាមួយទៅនឹងអាជីវកម្មរបស់ខ្ញុំអាចឈរជើងបានដូចសប្តាហ៍ថ្ងៃអូខេចំណុចទី3បងប្អូនត្រូវចាំថាបងប្អូនគួរតែប្រើយុទ្ធសាស្ត្រគេហៅថាដង្កូវបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដង្កូវគាត់បំលាស់ទីមិនលេចធ្លោឲ្យលឿនខ្លាំងទេប៉ុន្តែជាសត្វដង្កូវមានន័យថាបងប្អូនត្រូវតែចេះពង្រីកខ្លួនឯងពីតូចទៅធំចាបើសិនជាយើងចាប់ផ្ដើមតម្រង់ហើយយើងធំតែម្ដងអញ្ចឹងនៅពេលដែលយើងមិនទទួលបានជោគជ័យគឺវាឈឺចាប់ខ្លាំងប៉ុន្តែបើសិនជាយើងចាប់ផ្ដើមពីទូចទោះបីបងប្អូនបរាជ័យក៏បរាជ័យក្នុងន័យមួយថាវាអត់សូវឈឺខ្លាំងណាចាអញ្ចឹងយុទ្ធសាស្ត្រដង្កូវគឺជាយុទ្ធសាស្ត្រក្នុងការពង្រីកខ្លួនឯងពីតូចទៅធំសុខចិត្តធ្វើពីតូចចាឲ្យពេលវេលាចាទៅមុខបន្តិចម្ដងហើយបងប្អូនព្យាយាមពង្រីកខ្លួនហើយសាងនៅគេហៅថាបទពិសោធន៍ចាក្នុងការអនុវត្តទៅលើសកម្មភាពអាជីវកម្មរបស់បងប្អូនទាំងអស់គ្នាធ្វើយ៉ាងណាឲ្យមានភាពរីកចម្រើនពីតូចទៅធំណាបងប្អូនទាំងអស់គ្នាចំណុចចុងក្រោយគឺចំណុចទី4ចាបងប្អូនទាំងអស់គ្នាយើងត្រូវតែដឹងថាតើត្រូវដឹងហ្មងនៅពេលដែលបងប្អូនអនុវត្តក្នុងការធ្វើអាជីវកម្មប្រកបឧបសគ្គគឺនឹងមានគ្រាន់តែថាឧបសគ្គមួយនោះតូចឬក៏ធំអាស្រ័យទៅលើចំណុច1 2 3ខាងលើដែលបងប្អូនបានរៀបចំមកប៉ុន្តែវាមិនអត់ទេចាវាមិនអត់ទេបងប្អូនធ្វើអីក៏ត្រូវតែមានឧបសគ្គដែរអញ្ចឹងនៅពេលដែលបងប្អូនជួបឧបសគ្គបងប្អូនត្រូវតែអត់ធ្មត់ខ្លាំងបំផុតបងប្អូនត្រូវចាំថាក្នុងនាមយើងជាម្ចាស់ពេលខ្លះយំចាសោចគឺទៅជាមួយគ្នាពេលដែលលំបាកខ្លាំងនៅក្នុងអាជីវកម្មរបស់បងប្អូនមិនមានបុគ្គលណាម្នាក់គាត់អាចដឹងជាងបងប្អូនទាំងអស់គ្នាទេព្រោះបងប្អូនទទួលខុសត្រូវអញ្ចឹងការឈឺចាប់ពេលខ្លះបងប្អូនក៏មិនបានប្រាប់ទៅបុគ្គលិកឬក៏មនុស្សជុំវិញខ្លួនឲ្យបានដឹងដែរប៉ុន្តែក្នុងនាមយើងជាអ្នកដែលទទួលខុសត្រូវគ្រប់យ៉ាងអញ្ចឹងបងប្អូនប្រកាសត្រូវតែទទួលការឈឺចាប់ខ្លាំងជាងទោះបីយំទោះបីតែដួលក៏ត្រូវតែអត់ធ្មត់ក្នុងការងើបទៅមុខបន្តអូខេព្រោះការអត់ធ្មត់ការតស៊ូព្យាយាមចាការដឹងពីបញ្ហាដែលខ្លួនឯងកំពុងតែជួបនេះគឺវាឈឺចាប់ហើយវាក៏សំខាន់បំផុតដែលបងប្អូនមិនអាចខ្វះភាពអត់ធ្មត់មួយនេះបានទេពីព្រោះអីចាពេលដែលយើងដួលគឺយើងឈឺហើយតែបើយើងមិនព្រមងើបចាមិនងាយមាននរណាម្នាក់ដឹងថាយើងកំពុងតែឈឺអីយើងកំពុងតែចង់បានអីទេអញ្ចឹងត្រូវតែលូនទោះបីលូនក៏ដោយក្រាបក៏ដោយយំក៏ដោយជួតតែភ្នែកឲ្យបន្តដំណើรงើបឡើងទៅដើម្បីអនុវត្តជាមួយទៅនឹងសកម្មភាពនៃការធ្វើឲ្យអាជីវកម្មរបស់យើងរីកចម្រើនទៅមុខបន្តទៀតសរុបរួម4នេះគឺសំខាន់ខ្លាំងចំពោះបងប្អូនដែលកំពុងតែសួរថាតើក្នុងនាមយើងជាមនុស្សអញ្ចឹងយើងគួរតែ
អនុវត្តក្នុងការធ្វើចាការងារបតឬក៏ចេញធ្វើអាជីវកម្មដោយខ្លួនឯងអញ្ចឹងបើបងប្អូនត្រៀមនៅ4ចំណុចនេះបានគឺបងប្អូនអាចចាប់ផ្ដើមបានហើយប៉ុន្តែសួរថាបើបងប្អូនអត់បានត្រៀម4ចំណុចនេះបងប្អូនចង់ចាប់ផ្ដើមឥឡូវបានអត់បញ្ហាតែបងប្អូនត្រូវដឹងថា4ចំណុចនេះគឺសំខាន់ខ្លាំងសម្រាប់ម្ចាស់អាជីវកម្មអូខេបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយចង់ចែករំលែកដល់មនុស្សគ្រប់គ្នាដែលគាត់កំពុងតែមានបំណងក្នុងការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងកុំភ្លេចចែករំលែកវីដេអូនេះផងណាអរគុណអូខេ